រាជរដ្ឋាភិបាលកម្ពុជាយើងបានខិតខំណាស់ក្នុងការដាក់បញ្ចូលនៅបេតិកភណ្ឌទៅក្នុងបញ្ជីពិភពលោកទាំងរូបិយទាំងអរូបិយគឺខិតខំណាស់ក្នុងការដាក់បញ្ចូលថាការដាក់បញ្ចូលនេះទៅក្នុងបេតិកភណ្ឌអន្តរជាតិនេះយើងនឹងបានទទួលបាននូវការការពារជាសកលពីព្រោះការដាក់បញ្ចូលនេះវត្ថុទាំងនោះខ្លាយទៅជារបស់មនុស្សជាតិសកលលោកថ្មីត្បិតតែវាជាសម្បត្តិរបស់ខ្មែរជាផ្នែកមួយនៃពិភពលោកសម្បត្តិវប្បធម៌របស់ខ្មែរជាសម្បត្តិវប្បធម៌របស់ពិភពលោកត្រូវតែការពារតាមរយៈអង្គការ UNESCO នេះ UNESCO ត្រូវប្រើប្រាស់អនុសញ្ញា UNESCO របស់ខ្លួនលើការការពារបេតិកភណ្ឌនេះឲ្យបានសូមឲ្យ UNESCO ជួយពិនិត្យពិចារណារកយុត្តិធម៌ដល់ម្ចាស់ស្រុកដល់ខ្មែរយើងដែលភាគីថៃលោកបានបំផ្លាញនៅប្រាសាទតាកបីនៅប្រាសាទព្រះវិហារឲ្យបានឲ្យខ្មែរព្រោះច្បាប់ស្តីពីការការពារបេតិកភណ្ឌយើងមានគោលនយោបាយជាតិពាក់ព័ន្ធនឹងវិស័យវប្បធម៌ទេសចរយើងមានសេចយុទ្ធសាស្ត្រផ្នែកទេសចរយើងមានចឹងខ្ញុំសូមសំណូមពរថា UNESCO ត្រូវតែខិតខំធ្វើការងារនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងភាគីកម្ពុជាដើម្បីឲ្យភាគីថៃទទួលខុសត្រូវទាំងស្រុងលើការខូចខាតទាំងអស់ដែលប៉ះពាល់មកលើប្រាសាទបុរាណខ្មែរយ៉ាងនេះពិសេសសម្បត្តិបេតិកភណ្ឌពិភពលោកដែលជាសម្បត្តិរបស់មនុស្សជាតិខ្ញុំក៏ដូចជាប្រជាពលរដ្ឋយើងខិតខំការពារណាស់សម្បត្តិបេតិកភណ្ឌរាជរដ្ឋាភិបាលលោកខិតខំណាស់ការពារបេតិកភណ្ឌពិភពលោកបេតិកភណ្ឌរបស់មនុស្សជាតិនេះខិតខំការពារណាស់អញ្ចឹងអង្គការ UNESCO ដែលជាអង្គការមួយមានតួនាទីភារកិច្ចធំនៅក្នុងការអភិរក្សប្រាសាទបុរាណទាំងអស់នេះសូមលោកជួយធ្វើការដោយយុត្តិធម៌បំផុតផ្នែកលើផ្លូវច្បាប់ដើម្បីឲ្យមានការធ្វើត្រូវច្បាស់លាស់លើការខូចខាតនៅប្រាសាទតាក្របីប្រាសាទព្រះវិហារយើងឲ្យបានជូនជាតិជូនពិភពលោក